ជាថ្មីម្ដងទៀតយន្តហោះគ្មានមនុស្សបាយក៏ដូចជាមីស៊ីលរបស់រុស្ស៊ីបានធ្លាក់មកលើទីក្រុងធំៗរបស់អ៊ុយក្រែននៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់រុស្ស៊ីនៅក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះស្វាគមន៍ប្រិយមិត្តបងប្អូនអ្នកគ្នាវិលត្រឡប់សម្រាប់ការតាមដាននៅព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិប្រចាំថ្ងៃដែលសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូទី3សម្រាប់ថ្ងៃទី6ខែធ្នូឆ្នាំ2025យ៉ាងណាមិញបើយោងទៅតាមរបាយការណ៍ដែលបានសរុបក៏ដូចជាចុះផ្សាយដោយកាសែត Kyiv របស់ប្រទេសអ៊ុយក្រែនបានបង្ហាញថារុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបាយក្នុងលំដាប់ទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃទី6ខែធ្នូដោយបង្កឲ្យមានការជូនដំណឹងអំពីការវិឆ្មក់តាមអាកាសទូទាំងប្រទេសនិងការវិប្រហារមកលើទីក្រុងធំជាច្រើនស្របពេលដែលក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាមនុស្សយ៉ាងហោចណាស់ចំនួន3នាក់បានរងរបួសនៅក្នុងទីក្រុងគីវកងទ័ពអាកាសរបស់អ៊ុយក្រែនបានរាយការណ៍ថារុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលនិងយន្តហោះគ្មានមនុស្សបាយរាប់សិបគ្រឿងទៅកាន់តំបន់រដ្ឋធានីរួមទាំងយន្តហោះដែលមានសមត្ថភាពបាញ់មីស៊ីលបឿនលឿនជាងសម្លេង Kinzhal ផងដែរការមើលឃើញនៃយន្តហោះគ្មានមនុស្សបើកត្រូវបានគេរាយការណ៍ថានៅឆ្ងាយនៃភាគខាងលិចនៃតំបន់ Lviv ជាមួយនឹងការបាញ់បង្ហោះកាំជ្រួចចុងក្រោយដែលត្រូវបានកត់ត្រាទុកមុននៅម៉ោង 7 ព្រឹកម៉ោងនៅក្នុងស្រុកការផ្ទុះត្រូវបានគេរាយការណ៍នៅក្នុងតំបន់ Poltava, Luhansk, Odessa, Zaporizhzhia និង Biała-Tyczwa ចំណែកនៅតំបន់ Kyiv ស្ថានីយ៍រថភ្លើង Fastivដែលត្រូវបានរងនឹងការបំផ្លិចបំផ្លាញហើយអគ្គិភ័យក៏បានផ្ទុះឡើងនៅក្នុងភូមិ Novi Petrici និងការផ្ទុះមួយនៅក្នុងតំបន់ Bucha អភិបាលតំបន់លោក Mykola Kalasnik បាននិយាយថាបុរសអាយុ42ឆ្នាំម្នាក់នៅក្នុងភូមិ Fastiv បានរងរបួសដោយគ្រាប់មីស៊ីលចំណែកឯស្ត្រី2នាក់អាយុ40ឆ្នាំនិង46ឆ្នាំបានរងរបួសនៅក្នុងស្រុក Vyhorod នៃភាគខាងជើងនៃទីក្រុងគីវហើយម្នាក់ក្នុងចំណោមពួកគេក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗចំណែកអាជ្ញាធរផ្លូវដែករបស់អ៊ុយក្រែនបាននិយាយថា Fastiv ត្រូវបានរងការវាយប្រហារនៅក្នុងការបាញ់ផ្លូវដ៏ធំរបស់រុស្ស៊ីដែលកំណត់គោលដៅមកលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់អ៊ុយក្រែនអភិបាលតំបន់លោក Vyacheslav Hyvanenko បាននិយាយថានៅក្នុងតំបន់ Dnipropetrovsk ភ្លើងបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនរួមទាំងការវាយប្រហារមកលើទីក្រុង Paloretsk និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង Kryvyi អភិបាលតំបន់លោក Vyacheslav Hyvanenko បាននិយាយថាក្មេងប្រុសអាយុ11ឆ្នាំម្នាក់បានរងរបួសផងដែរនៅក្នុងទីក្រុង Nikopol យ៉ាងណាមិញនៅក្នុងទីក្រុង Lutsk ឃ្លាំងអាហារជាច្រើនបានរងនឹងការឆាបឆេះដែលធ្វើឲ្យផ្នែកខ្លះនៃទីក្រុងគ្មានអគ្គិសនីប្រើប្រាស់ហើយតំបន់ Lviv ក៏បានរាយការណ៍អំពីការដាច់ចរន្តអគ្គិសនីមួយផ្នែកផងដែរដោយការវាយប្រហារនេះទន្ទឹមនឹងនេះកងទ័ពអាកាសរបស់ប្រទេសប៉ូឡូញក៏បាននិយាយថាខ្លួនបានសម្រុកសម្រាប់ការបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួនដើម្បីការពារដែនអាកាសរបស់ប៉ូឡូញក្នុងអំឡុងពេលនៃការវាយប្រហាររយៈពេលជាច្រើនម៉ោងមកលើភាគខាងលិចនៃប្រទេសអ៊ុយក្រែនសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបាននិយាយថាទីតាំងកន្លែងថាមពលនៅក្នុងតំបន់ Chernihiv និងតំបន់ជុំវិញនោះក៏ត្រូវបានកំណត់គោលដៅដោយការវាយប្រហាររបស់រុស្ស៊ីផងដែរអគ្គិភ័យដែលបង្កឡើងដោយការវាយប្រហារត្រូវបានពន្លត់យ៉ាងឆាប់រហ័សហើយមិនមានអ្នករងរបួសដែលត្រូវបានរាយការណ៍នោះទេការវាយប្រហារចុងក្រោយបំផុតបានកើតឡើងនៅពេលដែលទីក្រុង Washington បានជំរុញផែនការផ្នែកការទូតមួយដើម្បីបញ្ចប់សង្គ្រាមដែលជាសំណាក់ដែលទីក្រុងគីវភ័យខ្លាចអាចទាមទារការសម្បទានដ៏ធំដល់ទីក្រុងមូស្គូមន្ត្រីរបស់អ៊ុយក្រែននិងអាមេរិកដែលគ្រោងនឹងបើកកិច្ចចរចាលើកទី3ជាប់គ្នានៅក្នុងទីក្រុងមីអាមីនៅថ្ងៃសៅរ៍នេះទីក្រុង Washington បាននិយាយថាភាគីទាំងពីរបានយល់ស្របអំពីវឌ្ឍនភាពពិតប្រាកដណាមួយនឹងអាស្រ័យទៅលើឆន្ទៈរបស់រុស្ស៊ីក្នុងការបញ្ចប់សង្គ្រាមបេសកជនរបស់ប្រធានាធិបតីអាមេរិក Donald Trump នោះគឺលោក Steve Witkoff រួមទាំងកូនប្រសាររបស់លោក Trump លោក Jared Kushner បានជួបជាមួយនឹងអ្នកចូលចាស់កំពូលរបស់អ៊ុយក្រែន Rustem Umerov និងលោក Andriy Ignatov ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកិច្ចប្រជុំនៅទីក្រុងមីអាមីបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូកាលពីដើមសប្តាហ៍កន្លងទៅនេះដែលលោក Witkoff និងលោក Kushner បានជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីពិភាក្សាអំពីផែនការរបស់អាមេរិកយ៉ាងណាមិញវាមានក្រំឡាំងបានច្រានចោលផ្នែកខ្លះនៃសំណើនេះសេចក្តីព្រៀងដំបូងរបស់ទីក្រុង Washington ដែលត្រូវបានរៀបចំដោយគ្មានការបញ្ចូលពីដៃគូអឺរ៉ុបតាមសេចក្តីរាយការណ៍បានស្នើឲ្យទីក្រុងគីវដកថយចេញពីផ្នែកខ្លះនៃតំបន់ Donetsk ហើយថាសហរដ្ឋអាមេរិកនឹងទទួលស្គាល់នៃការគ្រប់គ្រងរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាពទៅលើតំបន់ Donetsk, Luhansk និង Crimea សំណើនេះបានទាក់ទាញនៃការរិះគន់យ៉ាងឆាប់រហ័សពីទីក្រុងគីវនិងរដ្ឋធានីអឺរ៉ុប
ចានមិនចាប់តាំងពីពេលនោះមកមន្ត្រីសហរដ្ឋអាមេរិកបានកែសម្រួលឯកសារនេះបើទោះបីជាលក្ខខណ្ឌបច្ចុប្បន្នមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយយ៉ាងណាមិញប្រិយមិត្តបងប្អូនទាំងគ្នាទន្ទឹមនេះបើយោងទៅតាមរបាយការណ៍កោឌីឆ្កាស្ទូមតិបានបង្ហាញថាភាគច្រើននៃជនជាតិអាមេរិកថាការសម្បទានទឹកដីអ៊ុយក្រែនជាមួយនឹងការកំណត់ទំហំយោធាគឺជាការប្រគល់ជ័យជំនះទៅដល់ប្រទេសរុស្ស៊ីសម្រាប់កាតព្វកិច្ចនៃសង្គ្រាមរយៈពេល4ឆ្នាំកន្លងមកនេះដែលនេះយោងទៅតាមរបាយការណ៍ដែលបានចុះផ្សាយដោយកាសែត Q Independent និង AFP បើចូលទៅតាមការស្ទូមតិថ្មីមួយបានឲ្យដឹងថាប្រជាជនអាមេរិកភាគច្រើនជឿថាការបង្ខំឲ្យអ៊ុយក្រែនប្រគល់ទឹកដីទៅឲ្យរុស្ស៊ីឬការកំណត់ទំហំនៃកងទ័ពអ៊ុយក្រែននឹងផ្ដល់ឲ្យទីក្រុងគីវនៅជ័យជំនះក្នុងការឈ្លានពានពេញលេញរបស់ខ្លួនយោងទៅតាម The More in Commons ការស្ទូមតិដែលត្រូវបានចែករំលែកផ្ដាច់មុខជាមួយនឹង Q Independent បានបង្ហាញអំពីការជំទាស់យ៉ាងខ្លាំងពីសំណាក់អន្តរជាតិចំពោះផ្នែកសំខាន់ៗនៃសំណើសន្តិភាពចុងក្រោយបង្អស់ដែលត្រូវបានដាក់ចេញដោយសេតវិមានលោក Lou Strills ដែលជានាយកប្រតិបត្តិនៃស្ថាប័ន More in Commons UK បានប្រាប់មកកាន់អ្នកកាសែតថានៅទូទាំងទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិកប្រជាជនចង់ឃើញការបញ្ចប់សង្គ្រាមអយុត្តិធម៌នេះនិងដើម្បីបញ្ចប់នូវការឈឺចាប់របស់ប្រជាជនអ៊ុយក្រែនការស្ទង់មតិបានសួរអ្នកឆ្លើយសំណួរនៃចក្រភពអង់គ្លេសអាល្លឺម៉ង់ប៉ូឡូញអាមេរិកនិងបារាំងអំពីអារម្មណ៍របស់ពួកគេចំពោះប្រទេសអ៊ុយក្រែនរុស្ស៊ីនិងដំណើរការសន្តិភាពដែលកំពុងតែបន្តវាត្រូវបានធ្វើឡើងនៅថ្ងៃទី29និងថ្ងៃទី30ខែវិច្ឆិកាចំពេលមានការកើនឡើងនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្ទាប់ពីអាមេរិកបានគាំទ្រផែនការ28ចំណុចដែលជំរុញដោយបេសកជនរបស់អាមេរិកលោក Steve Witkoff ដែលមនុស្សជាច្រើនចាត់ទុកថាមានប្រសិទ្ធភាពក្នុងការជំរុញឲ្យអ៊ុយក្រែនឆ្ពោះទៅរកការដណ្ដើមការកាន់កាប់នៅក្នុងសង្គ្រាមទាំងអស់របស់រុស្ស៊ីដែលពួកគេបានវាយចូលមកលើទឹកដីអ៊ុយក្រែនបន្ទាប់ពីកិច្ចចរចាជាច្រើនលើករួចមកប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានប្រកាសកាលពីថ្ងៃទី2ខែធ្នូថាផែនការដែលបានកែសម្រួលមាន20ចំណុចហើយប្រធានបទដ៏រសើបដែលនៅតែមានសម្រាប់ការពិភាក្សារួមមានការសម្បទានទឹកដីដែលអាចធ្វើទៅបានខណៈពេលក៏បានលើកឡើងអំពីទំហំនៃកងទ័ពរបស់អ៊ុយក្រែនក្រោយសង្គ្រាមគឺមិនសូវមានភាពរសើបនោះទេបើទោះបីជានៅតែមានការឈ្លោះប្រកែកគ្នាក៏ដោយបើយោងទៅតាមការស្ទង់មតិ More in Commons ប្រជាជនអាមេរិកប្រមាណ 51% គិតថាការកាត់បន្ថយកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនឬសម្បទានទឹកដីនឹងបង្ហាញអំពីជ័យជំនះរបស់រុស្ស៊ី 29% ផ្សេងទៀតបាននិយាយថាពួកគេមិនដឹងនោះទេហើយ 20% បាននិយាយថាការកាត់បន្ថយនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែននឹងមិនមែនជាជ័យជំនះសម្រាប់រុស្ស៊ីនោះទេហើយ 21% បាននិយាយថាការសម្បទានទឹកដីនឹងមិនមែនជាជ័យជំនះសម្រាប់រុស្ស៊ីនោះដែរលោក Trill បាននិយាយថានៅទូទាំងទ្វីបអឺរ៉ុបអាមេរិកនិងសាធារណជនបានបដិសេធសម្រាប់ការសម្បទានដែលអ៊ុយក្រែននឹងត្រូវបង្ខំឲ្យធ្វើនៅក្រោមផែនការរបស់លោក Witkoff រួមទាំងការកាត់បន្ថយយោធារបស់អ៊ុយក្រែននិងតំបន់ដែលកាន់កាប់ហើយមានអារម្មណ៍ថាពួកគេនឹងប្រគល់ទៅឲ្យរុស្ស៊ីនៃជ័យជំនះនេះលោក Trill បានបន្ថែមថាសម្រាប់ប្រជាជននៅក្នុងប្រទេសទាំង5ដែលយើងបាននិយាយភាវនៃការចរចាទាំងនេះគឺនៅឆ្ងាយហួសពីប្រទេសអ៊ុយក្រែនដែលភាគច្រើនមានការភ័យខ្លាចថាប្រសិនបើរុស្ស៊ីជោគជ័យក្នុងការដណ្ដើមយកទឹកដីឬធ្វើឲ្យយោធាអ៊ុយក្រែនចុកខ្សោយវានឹងធ្វើឲ្យលោកពូទីនមានភាពក្លាហាននិងគំរាមកំហែងទៅដល់សន្តិសុខនិងស្ថិរភាពយូរអង្វែងរបស់អឺរ៉ុបលទ្ធផលបានកើតឡើងក្នុងដំណាក់កាលដ៏សំខាន់មួយក្នុងសង្គ្រាមនេះដែលមេដឹកនាំអឺរ៉ុបជាច្រើនអ្នកក្នុងសប្តាហ៍នេះបានសម្ដែងការព្រួយបារម្ភថាទីក្រុង Washington អាចនឹងព្យាយាមបង្កើតកិច្ចព្រមព្រៀងជាមួយទីក្រុង Moscow ដែលទាំងអ៊ុយក្រែននិងសហភាពអឺរ៉ុបមិនអាចទទួលយកបានប្រធានាធិបតីរបស់ហ្វាំងឡង់លោក Alexander Stubb បានព្រមានមេដឹកនាំអឺរ៉ុបថាអ្នកចរចាអាមេរិកទំនងជាមានទំនាក់ទំនងស្របគ្នាជាមួយរុស្ស៊ីខណៈដែលកំពុងតែជួបពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែនក្នុងរដ្ឋ Florida កាលពីថ្ងៃទី30ខែវិច្ឆិកាដែលនេះបើយោងទៅតាមប្រតិចារឹកដែលបានចែករំលែកជាមួយនឹង Q Independent ដែលប្រាប់ដោយប្រភពពីផ្នែកការទូតជាន់ខ្ពស់មួយប្រធានាធិបតីរបស់បារាំងលោក Emmanuel Macron បានព្រមានថាមានឱកាសដែលអាមេរិកអាចនឹងក្បត់អ៊ុយក្រែននិងអឺរ៉ុបអ៊ុយក្រែនលើបញ្ហាទឹកដីនេះដែលគ្មានភាពច្បាស់លាស់សម្រាប់ការធានាសន្តិសុខរយៈពេលវែងលោក Alexander Stubb បានជំរុញឲ្យមេដឹកនាំអឺរ៉ុបជំរុញនាពេលអនាគតដោយផ្ទាល់ដែលបាននិយាយថាយើងមិនអាចចាកចេញពីអ៊ុយក្រែននិង Volodymyr Zelensky តែម្នាក់ឯងជាមួយនឹងបរិយាទាំងនេះបាននោះទេយើងនឹងរួមគ្នាសម្រាប់ការពារអ៊ុយក្រែនក៏ដូចជាការពារអឺរ៉ុបទាំងមូល